Nơi phía ý sáng nơiប្រទេសកម្ពុជាមានមូលដ្ឋានយោធាតូចមួយស្ថិតនៅជិតភូមិភ្នំស្រស់ស្អាតនៅទីនោះមានយុវជនម្នាក់ឈ្មោះសុវណ្ណារាដែលបានចូលបម្រើកងយោធាដោយចិត្តស្រឡាញ់ជាតិនិងបដិញ្ញាចិត្តការពារប្រជាពលរដ្ឋថ្ងៃដំបូងនៃការហ្វឹកហាត់គឺពិបាកខ្លាំងសុវណ្ណារានិងមិត្តរួមកងទៅរៀនវិន័យការសហការគ្នានិងការគោរពគ្នាទៅវិញទៅមកទោះបីរាងកាយនឿយហត់ក៏បេះដូងរបស់ពួកគេពេញដោយក្តីសង្ឃឹមមួយថ្ងៃភូមិជិតខាងរងគ្រោះដោយទឹកជំនន់កងយោធាត្រូវបានបញ្ជូនទៅជួយប្រជាជនសុវណ្ណារាបានជួយដឹកអ្នកចាស់និងកុមារទៅកន្លែងមានសុវត្ថិភាពចែកអាហារនិងថែទាំអ្នកឈឺនៅពេលនោះគាត់យល់ថាយោធាមិនមែនមានតែអាវុធទេប៉ុន្តែមានចិត្តមេត្តាក្នុងកងមានមិត្តជិតស្និទ្ធឈ្មោះវិរៈពួកគេជួយគ្នារំលែកការលំបាកនិងលើកទឹកចិត្តគ្នាមិត្តភាពនេះធ្វើឲ្យពួកគេរឹងមាំជាងមុននិងបំពេញភារកិច្ចបានល្អនៅថ្ងៃបញ្ចប់បេសកកម្មមេបញ្ជាការបានសរសើរកងទាំងមូលចំពោះវិន័យនិងស្មារតីសេវាសាធារណៈសុវណ្ណារាឈរមើលទង់ជាតិបក់ក្នុងខ្យល់ដោយមានមោទនភាពថាខ្លួនបានជាផ្នែកមួយនៃការការពារជាតិចុងបញ្ចប់